ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញរបៀបធ្វើនំកូរប្រៃនេះជាម្សៅអង្ករដែលខ្ញុំប្រើចំនួន195ក្រាមចាក់ម្សៅអង្កររបស់យើងចូលក្នុងចានគោមួយហើយនេះជាម្សៅឆាដែលខ្ញុំប្រើចំនួន30ក្រាមចាក់ចូលក្នុងចានបន្តមកចាក់ទឹកចំនួន1200 ml ចូលទៅក្នុងចានគោកូរឲ្យសព្វហើយគ្របទុករយៈពេល1ម៉ោងទៅ4ម៉ោងបន្តមកចាក់ទឹកត្រាំសិតត្រជាកណ្ដុរនឹងចំនួន20ក្រាមត្រាំឲ្យរីកប្រហែលជា15ទៅ30នាទីឥឡូវផ្សិតរបស់យើងបានរីកល្អហើយអញ្ចឹងចាក់ទឹកចោលហើយលាងវាម្ដងទៀតដើម្បីឲ្យផ្សិតរបស់យើងនឹងអស់កម្ទេចកម្ទីដីបន្ទាប់ពីលាងស្អាតហើយកាត់កន្លែងទងសនឹងចេញរួចហើយចិញ្ចាំផ្សិតយើងនឹងឲ្យល្អិតហើយទុកមួយឡែកសិនបន្តមកចាប់ប្រេងឆាចូលទៅក្នុងខ្ទះបើកភ្លើងចង្ក្រានក្នុងកម្ដៅខ្លាំងរួចហើយចាក់ខ្ទឹមក្រហមចិញ្ច្រាំហើយនឹងចំនួន3ស្លាបព្រាបាយឆាខ្ទឹមក្រហមនឹងឲ្យឡើងឈ្ងុយពេលដែលខ្ទឹមក្រហមឆាឈ្ងុយហើយយើងចាក់សាច់ជ្រូកចិញ្ច្រាំហើយចំនួនកន្លះគីឡូនឹងចូលឆាឲ្យឆ្អិនបន្តិចហើយបន្ថែមទឹកចូលចំនួន50 ml បន្តមកចាក់អំបិលនឹង1ចុងស្លាបព្រាកាហ្វេទឹកប្រេងខ្យងនឹងចំនួន1ស្លាបព្រាបាយម្សៅស៊ុបនឹងចំនួន1ស្លាបព្រាបាយបន្តមកចាប់ផ្សិតដែលយើងចិញ្ច្រាំហើយមុននឹងចូលរួចហើយឆាសាច់រហូតដល់ដាច់ទឹកល្អពេលដែលសាច់យើងឆាដាច់ទឹកអញ្ចឹងហើយចាក់ម្រេចនឹងចំនួនកន្លះស្លាបព្រាកាហ្វេចូលឆាឲ្យសព្វហើយបិទភ្លើងចុងក្រានទុកមួយឡែកសិនរួចហើយយើងមកធ្វើទឹកត្រីម្ដងដោយចាក់ទឹកនឹងចំនួន300 ml ចូលទៅក្នុងខ្ទះចាក់ទឹកត្រីនឹងចំនួន6ស្លាបព្រាបាយស្ករសចំនួន2ស្លាបព្រាបាយរួចហើយដាំទឹកត្រីនោះឲ្យពុះពេលដែលទឹកត្រីពុះចាក់ទឹកខ្មេះនោះចំនួន2ស្លាបព្រាបាយចូលកូរឲ្យសព្វហើយបិទភ្លើងចង្ក្រានទុកមួយឡែកសិនបន្តមកយើងមកមើលម្សៅរបស់យើងវិញម្ដងខ្ញុំបានត្រាំរយៈពេល4ម៉ោងឃើញថាម្សៅរបស់យើងនឹងរងចុះក្រោមអស់ហើយខ្ញុំក៏ដួសទឹកនៅខាងលើនឹងចេញបើបងប្អូនដួសទឹកចេញចំនួនប៉ុន្មានបងប្អូនក៏ថែមទឹកចំនួនប៉ុណ្ណឹងចូលវិញឧទាហរណ៍ដូចខ្ញុំអញ្ចឹងដួសទឹកចំនួន500 ml នឹងចេញហើយខ្ញុំក៏បន្ថែមទឹកថ្មីនឹងចំនួន500 ml នឹងចូលវិញបន្ទាប់មកខ្ញុំក៏បានបន្ថែមម្សៅស៊ុបនឹងចំនួន2ស្លាបព្រាបាយចូលចាក់ប្រេងឆានឹងចូលចំនួន1ស្លាបព្រាបាយកូរឲ្យសព្វហើយគ្របទុករយៈពេល15ទៅ30នាទីបន្ទាប់ពីបាន30នាទីមកកូរវាម្ដងទៀតហើយចាក់ទឹកម្សៅយើងនឹងចូលទៅក្នុងឆ្នាំងហើយបើកភ្លើងចង្ក្រាននឹងក្នុងកម្ដៅខ្លាំងនឹងកូរឲ្យជាប់ដៃរហូតដល់ម្សៅរបស់យើងនឹងខាប់នៅពេលដែលម្សៅចាប់ផ្ដើមខាប់ហើយបន្ថយភ្លើងចង្ក្រានទៅកម្ដៅទៀតវិញហើយបន្តកូរម្សៅរបស់យើងនឹងឲ្យឡើងខាប់ដូចក្នុងវីដេអូអញ្ចឹងរួចហើយបិទភ្លើងចង្ក្រានបន្តមកដួសនំកូរដែលធ្វើហើយនឹងដាក់ក្នុងចាននិងបន្ថែមសាច់ទឹកត្រីខ្ទឹមក្រហមបំពងនិងជីវ៉ាន់ស៊ុយពីលើជាការស្រេចសូមអរគុណបងប្អូនដែលបានទស្សនាវីដេអូខ្ញុំពីដើមដល់ចប់សង្ឃឹមថាបងប្អូននឹងចូលចិត្តបើមានសំណួរឬយោបល់អ្វីសូមបងប្អូនសរសេរ comment នៅខាងក្រោមសូមបងប្អូនជួយចុច like share និង subscribe YouTube channel របស់ខ្ញុំដើម្បីជួបគ្នានៅវីដេអូក្រោយៗទៀតអរគុណច្រើនសូមជម្រាបលា